ក៏ដឹងដែរថាខ្ញុំអាសាណាបើសិនជាងើបពីគេងវិញម៉ោង1ម៉ោង2តែថ្ងៃនេះសុំងើបម៉ោង10ចូលម៉ោងមិន10ថ្ងៃត្រង់ដោយសារម៉ោងបាយយោហើយក៏ឃ្លានដែរបើឈរតែឃ្លានហើយកុំឲ្យខាតនាំអ្នកទាំងអស់គ្នាទៅហាងមកកន្លែងដែលកំពុងតែសផូតថ្មីចំថ្ងៃហ្នឹងតែម្ដងមុននឹងយើងដើរចូលយើងអានឈ្មោះហាងសិនណោះ Lion Pot Pot BBQ និយាយទៅខ្ញុំអត់ចេះអង់គ្លេសតែគេប្រាប់ខ្ញុំដែរអូយខ្ញុំថាអីវ៉ាណាដឹងអានត្រូវអានខុសហើយនេះជាអានខុសក៏បងប្អូនអត់ប្រកាន់ដែរបើគាត់ដឹងតែខ្ញុំនឹងអត់ចេះអីហើយថ្ងៃហ្នឹងមិនបាច់សួរថាមកមួយណាគេទេអត់មានមកមួយណាគេទេមកតែឯងតែអ្នកកាន់កាមេរ៉ាឲ្យហ្នឹងយើងមិនបាច់និយាយទេនិយាយលេងខ្ញុំមកមួយប្អូនភាគច្រើនចិត្តដើមម្នាក់ឯងទេតែគាត់ថាថ្ងៃនេះចង់ធ្វើវីដេអូនេះឲ្យបងប្អូនគាត់បានដឹងគាត់លក្ខណៈថាចង់ញ៉ាំស៊ុបចិនអញ្ចឹងណាលក្ខណៈស៊ុបចិនហើយ buffet អញ្ចឹងគាត់អាចមើលវីដេអូខ្ញុំបានតែសារតែពេលដែលខ្ញុំមកនេះគឺគេសម្ពោធចំថ្ងៃហ្នឹងហ្មងហើយក៏មានការ discount ដែរបើសិនជាអ្នកចង់ទៅញ៉ាំមើលវីដេអូខ្ញុំហើយប្រាប់ថាមើលវីដេអូសឹកលីននេះអញ្ចឹងទៅគឺគាត់មានការ discount ឲ្យដែរថាតម្លៃសមរម្យមែនតើសម្រាប់ថ្ងៃនេះគឺថ្ងៃពិសេសខ្លាំងណាស់ដោយសារថ្ងៃនេះគឺថ្ងៃខួបកំណើតព្រះនាងតូចហើយនិយាយពីនៅខាងក្រៅវិញគាត់គួរឲ្យគោរពស្រឡាញ់ហើយនឹងរស់រាយខ្លាំងហ្មងសម្រាប់ថ្ងៃនេះគឺមានកិត្តិយសខ្លាំងមែនតើដោយសារតែបានថតរូបមួយព្រះនាងតូចអាឡែងតែសវាយចិត្តមកតង់ឥឡូវមកសវាយញ៉ាំមកតង់ទៀតតិចបងប្អូនយល់ច្រឡំថាខ្ញុំមកថតរូបលេងអីអត់ទេណាខ្ញុំមកញ៉ាំហើយកុំច្រឡំថាកន្លែងហ្នឹងកន្លែងគេថតរូបក៏ហត់ទេបងប្អូនមកញ៉ាំគឺបងប្អូនអាចរើសចាំមុខម្ហូបដែលបងប្អូនពេញចិត្តមួយណាគឺបងប្អូនយកទៅមួយនឹងមិនចាំខ្លាចចិត្តអ្នកលក់ទេចាគេទុកឲ្យយើងញ៉ាំហើយកន្លែងរើសមុខម្ហូបមិនមានមួយកន្លែងហ្នឹងគឺមាន2កន្លែងបងប្អូនមើលគឺច្រើនខ្លាំងមែនតើបងប្អូនរើសហើយកុំភ្លេចមកលាយទៅជ្រលក់បើសិនជាយើងអត់ចេះលាយយើងឲ្យបុគ្គលិកគាត់លាយឲ្យក៏បានដែរតែបើយើងចង់លាយយើងអាចមកលាយខ្លួនឯងបានមកឥឡូវគឺយើងមកមើលជាមួយមុខម្ហូបដែលខ្ញុំយកមកមិញអ្នកទាំងអស់គ្នាអើយអត់ដឹងស្អីគេខ្លះទេចេះតែដាក់មកហើយជាមួយទឹកស៊ុបវិញគឺមានម្ចាស់ហៀងហឹលយើងអត់ហឹលនិយាយទៅយើងភ្លក់មួយម៉ាត់បន្តិចទៅដោយសារតែយើងចង់ដឹងរសជាតិពេលដែលយើងមកលើក្រោយគឺយើងចំណាំមើលថាមុខម្ហូបណាដែលយើងពេញចិត្តមុខម្ហូបណាដែលយើងអត់សូវចេះអញ្ចឹងណាបើបានមកញ៉ាំហើយកុំឲ្យខាតយើងមកថតរូបលេងដោយសារទីតាំងនេះមានអារម្មណ៍ថាពេលដែលថតរូបមកឃើញស្អាតបន្ទាប់ពីថតរូបហើយគឺយើងមកធ្វើការញ៉ាំជាមួយមុខម្ហូបបងប្អូនបើជាយើងឆ្ងល់ទេមិញប្រាប់ថាញ៉ាំស៊ុបទេឥឡូវមកញ៉ាំសាច់អាំងវិញដំបូងគឺខ្ញុំអត់ដឹងដែរតោះអ្នកលក់ប្រាប់ថាបងកន្លែងហ្នឹងអាចអាំងសាច់បានណាឡើងភ្ញាក់ផ្អើលហ្មងរដងគឺញ៉ាំស៊ុបដឹងតែញ៉ាំស៊ុបហើយបើសិនជាចង់ញ៉ាំសាច់អាំងតដាក់ចក្រានផ្សេងអញ្ចឹងណាលេចប្រាប់បងប្អូនទៀតហើយសម្រាប់រសជាតិវិញគឺអែមខ្លាំងហ្មងតពីញ៉ាំស៊ុបរួចហើយគឺយើងមកលាម្ចាស់ហាងបងស្រីគាត់ជាម្ចាស់ហាងទៅនឹងផ្ទាល់ហ្មងពេលឡើងទៅញ៉ាំស៊ុបមិញគឺអត់មានឃើញតោណាតែសារតែដើរមិញគឺអត់មានមើលឆ្វេងមើលស្ដាំទេដើរតែរយភ្លេចមើលទស្សនវិជ្ជាខាងក្រោមបងប្អូនមានចាំអត់តោដែលល្បីខ្លាំងមានមិត្តភ័ក្តិកូនឆ្កែឥឡូវនេះគឺមានកូនគេមួយទៀតហើយកូនតោបងប្អូនឆ្ងល់ពេកឥឡូវនាំបងប្អូនទៅមើលកូនឆ្កែខ្ញុំមិនឃើញដំបូងខ្ញុំនឹងភ្ញាក់ផ្អើលខ្ញុំនឹកឃើញថាកូនឆ្កែនិងកូនតោដែលគេល្បីខ្លាំងដូចជាប្រហែលឆ្នាំមុនល្បីខ្លាំងថាស្រឡាញ់គ្នាណាស់ដែលបាត់គ្នាអត់បានអូយស្មានទៅនៅណាឆ្ងាយក៏ពិតនៅកន្លែងស៊ុបតែខ្ញុំចូលចិត្តញ៉ាំសោះបងប្អូនចង់ជួបគាត់អាចមកកន្លែងស៊ុបបានណា